អូខេសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មីនៅថ្ងៃនេះផងដែរខ្ញុំមានវីដេអូថ្មីមួយទៀតហើយដែលនឹងភ្ជាប់ទាំងពីរបញ្ចូលគ្នាតែម្ដងនៅក្នុងពាក្យកណ្ដាលវីដេអូទី1នេះគឺអំពីរបៀបនៃការញ៉ាលុយពីគណនី True Money របស់យើងទៅគណនី True Money របស់បងប្អូនផ្សេងទៀតតាមរយៈ KHQR code ឬក៏តាមរយៈការ upgrade គណនីរបស់យើងរួចហើយនៅវីដេអូមួយទៀតគឺស្ដីអំពីរបៀបនៃការផ្ញើលុយពីគណនី ABA របស់យើងចូលទៅក្នុងគណនី True Money របស់យើងតាមរយៈ KHQR code ដែលនៅពេលដែលយើង upgrade គណនីរួចយើងអាចប្រើប្រាស់មុខងារហ្នឹងបានងាយស្រួលឆាប់រហ័សនិងមានសុវត្ថិភាពដូចគ្នាហើយដោយ free ថែមទៀតផងអត់គិតថ្លៃសេវាគិតអីច្រើននោះទេបើសិនជាបងប្អូនពេញចិត្តនៅវីដេអូបែបប្រភេទរកលុយ online free ឬបង្កើតគណនីបែបនេះសូមកុំភ្លេចអ្នកនរគ្នាជួយចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីជារៀងរាល់ថ្ងៃពី Channel VD Resource ផងដែរអរគុណច្រើនទុកជាមុនអ្នកទាំងអស់គ្នាការ transfer នេះដូចអ្នកទាំងអស់គ្នាបានឃើញខ្ញុំបានដាក់ទូរស័ព្ទទាំងពីរគ្រឿងចូលគ្នាហើយអ្នកនរគ្នាអាចមើលបានហើយទូរស័ព្ទទាំងពីរនេះគឺមានគណនីឬក៏ App True Money ទាំងពីរតែម្ដងហើយបង្កើតនៅគណនីហ្នឹងរួចស្រេចនៅក្នុងការ upgrade account រួចរាល់ជាស្រេចហើយដូច្នេះបើសិនបើអ្នកនរគ្នាមិនទាន់មានគណនី True Money ទេអាចទៅទស្សនានៅវីដេអូមុនដែលមានបានបង្ហាញបានច្រើនខ្លាំងមែនទែនជាមួយនឹងរបៀបនៃការបង្កើត True Money របៀបនៃការ upgrade account អីក៏មានទាំងអស់នៅក្នុង Channel VD Resource អាចចុច link នៅក្នុង description ដើម្បីទស្សនាក៏បានឬក៏ចុច logo Channel VD Resource ហ្នឹងទៅអ្នកនរគ្នានឹងឃើញដូចគ្នាការផ្ញើលុយពី True Money របស់យើងតទៅ True Money របស់បងប្អូនដទៃផ្សេងទៀតគឺខ្ញុំនឹងបង្ហាញជូនខ្ញុំចង់មកផ្ញើលុយ$1ចូលទៅក្នុងគណនី True Money ទៅទូរស័ព្ទដៃទី2ដែលជាគណនី True Money ដែល upgrade រួចខ្ញុំគ្រាន់តែបើកទូរស័ព្ទដៃទី2មកហើយខ្ញុំត្រូវការឲ្យ QR code ហ្នឹងហើយខ្ញុំត្រូវការប្រើប្រាស់នៅមុខងារ QR code នេះ KHQR ដើម្បីយក KHQR code មួយនេះដើម្បីមកដាក់ឬក៏ផ្ញើតាមរយៈ Telegram ផ្សេងដើម្បីខ្ញុំអាចប្រើប្រាស់បានហើយនេះគឺឈ្មោះរបស់ខ្ញុំដែលខ្ញុំបានដាក់ blur រួចហើយ CH នេះហើយខ្ញុំនឹង save បាទខ្ញុំអាច switch នៅកន្លែងនេះ switch to USD បើបងប្អូនអត់ចង់បាញ់លុយខ្មែរទេបងប្អូនបាញ់ជាលុយដុល្លារបងប្អូនចុចកន្លែង switch to USD ជាមុនឥឡូវនេះ switch រួចហើយខ្ញុំចុច download KHQR code មួយនេះតែម្ដងបន្ទាប់ពីយើង download បានហើយយើងចុច save ទៅ image មួយសិនមកហើយឥឡូវនេះយើងចុចពាក្យ allow អញ្ចឹងគេដាក់ថា save to your photo រួចរាល់ជាស្រេចបន្ទាប់មកយើងបិទកម្មវិធីហើយយើងអាចញ៉ាតាមរយៈ Messenger ក៏បានតាមរយៈ Telegram ក៏បានពួកអីរូបភាពឥឡូវយើងអាចញ៉ាងាយស្រួលតាមរយៈ KHQR code មិនចាំបាច់ដាក់នៅគណនីអីផ្សេងនោះទេបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងផ្ញើឥឡូវនេះខ្ញុំធ្វើការផ្ញើទៅទូរស័ព្ទដៃទី1រួចរាល់ជាស្រេចរួចហើយខ្ញុំនឹងបើក QR code មួយហ្នឹងនៅក្នុងការ save ចូលតែម្ដងនៅក្នុងការផ្ញើលុយតែម្ដងអញ្ចឹងនេះគឺជាកម្មវិធី True Money របស់ទូរស័ព្ទដៃខ្ញុំបងប្អូនទាំងអស់គ្នាឃើញបានទូរស័ព្ទដៃទី2នឹងអស់ការងារហើយយក KHQR code រួចហើយគឺខ្ញុំចាំតែទទួលលុយនឹងទេអញ្ចឹងខ្ញុំផ្ញើនឹងផ្ទេរប្រាក់នៅកន្លែងនេះហើយខ្ញុំផ្ទេរប្រាក់នេះគឺខ្ញុំចុចកន្លែងសញ្ញាកណ្ដាលនេះដើម្បី scan KHQR code ហើយខ្ញុំនឹងបញ្ចូល KHQR code ទៅតាមនេះតោះមកខ្ញុំចុច allow full access ហើយខ្ញុំយក KHQR code មួយនេះបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញការគណនាផ្សេងហើយទឹកប្រាក់របស់ខ្ញុំដែលខ្ញុំចង់ផ្ញើទៅទាំងអស់ក៏បានខ្ញុំមានចំនួនទឹកប្រាក់នោះគឺ$1.2វារៀងច្រើនគួរសមដែរឥឡូវនេះខ្ញុំផ្ញើទៅនៅក្នុងការផ្ញើទៅគណនីមួយទៀតគឺខ្ញុំផ្ញើ$1ហើយខ្ញុំសរសេរពាក្យថាអរគុណអីចឹងទៅបាទអរគុណសម្រាប់ការខ្ចីអីក៏បានដែរបងប្អូនទាំងអស់គ្នាបាទខ្ញុំសរសេរប៉ុណ្ណឹងឯងអត់យើងមិនចាំបាច់សរសេរក៏បានដែរអញ្ចឹងកំណត់សម្គាល់ឲ្យច្បាស់ខ្លួនឯងយើងសរសេរទៅដើម្បីសន្សំថាវាជាលុយអីចឹងណាពាក្យបន្តនៅកន្លែងនេះទៀតបន្ទាប់ពីចុចបន្តរួចហើយយើងត្រូវការ scan លេខកូដសុវត្ថិភាពផ្សេងខ្ញុំចុចពាក្យថា Your Prom នៅក្នុងការផ្ទេរប្រាក់ហើយបញ្ចូលលេខកូដសម្ងាត់4ខ្ទង់របស់ខ្ញុំត្រូវការលេខកូដវាយលុយមួយនឹងបើសិនជាចឹងទេអត់កើតទេខ្ញុំវាយលេខកូដ4ខ្ទង់របស់ខ្ញុំហើយយើងសូមរងចាំបន្តិចហើយនៅពេលនេះគឺប្រតិបត្តិការរបស់ខ្ញុំគឺទទួលបានជោគជ័យខ្ញុំចុចរក្សាទុកមួយក៏បានអាចរំលែកទៅកាន់បងប្អូនដទៃទៀតផ្សេងទៀតក៏បានដែរហើយដូច្នេះដោយសារតែខ្ញុំដាក់ Do Not Disturb នៅក្នុងទូរស័ព្ទដៃទាំងពីរនេះគឺ upload notification ទេបង
ប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំចុចបើកកម្មវិធី True Money របស់ខ្ញុំម្ដងទៀតហើយខ្ញុំចុចមើលពាក្យ My Balance នៅកន្លែងនេះនៅពេលនេះ My Wallet Balance របស់ខ្ញុំទាំងអស់នោះគឺមាន$1.1 សេនសម្រាប់ទូរស័ព្ទដែលខ្ញុំផ្ញើពីទូរស័ព្ទទី1នេះដែលខ្ញុំបានដាក់មកហើយចូលទៅកាន់ទូរស័ព្ទទីដៃទី2នេះគឺចំនួន$1.1សេនវីដេអូនៃការផ្ញើគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នារបៀបការផ្ញើតាមរយៈ KHQR code ងាយខ្លាំងមែនទែនហើយក៏សូមអធិស្ឋានសម្រាប់ការដាក់ blur ដោយសារតែពាក់ព័ន្ធជាមួយនឹងគោលការណ៍ឬក៏ច្បាប់ផ្សេងដែល YouTube គាត់ត្រូវការឲ្យយើងបិទនៅកន្លែងហ្នឹងសូមអធិស្ឋានបើសិនជាមាន blur ច្រើនអីចឹងទៅអូខេការទទួលការវេលុយប្រតិបត្តិការរបស់យើងគឺទទួលបានជោគជ័យ100%ហើយនេះគឺជាទឹកលុយចំនួន$1ដែលលោតចូលទៅលឿនរហ័សខ្លាំងមែនទែនបាទអរគុណខ្លាំងមែនទែនអ្នកនរគ្នាយើងទៅមើលអំពីរបៀបនៃការវេលុយអំពីគណនី ABA របស់យើងទៅគណនី True Money របស់យើងនៅកណ្ដាលវីដេអូនេះរហូតដល់ចុងវីដេអូបន្តទៀតអូខេសួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបានទស្សនានៅវីដេអូអំពីរបៀបនៃការវេលុយពីគណនី True Money មួយរបស់យើងទៅគណនី True Money មួយទៀតរបស់យើងដែលយើងមានរួចហើយនេះគឺជារបៀបនៃការវេលុយពីគណនី ABA របស់យើងទៅគណនី True Money តាមរយៈការ scan ឬក៏ការប្រើ QR code នៅក្នុងការ scan អ្នកនរគ្នាអាចទស្សនាវីដេអូនេះដើម្បីជាចំណេះដឹងមួយពាក់ព័ន្ធអំពីការប្រើប្រាស់នៅមុខងារ ABA នៅក្នុងការផ្ញើលុយទៅគណនី True Money នៅក្នុងទូរស័ព្ទដៃរបស់យើងផ្ទាល់ដែលមានភាពងាយស្រួលដូចគ្នានេះគឺជាកម្មវិធី True Money របស់ខ្ញុំដែលខ្ញុំមានហើយគឺខ្ញុំបានគោលរង្វង់ទាំងពីរមួយគឺ True Money មួយទៀតគឺ ABA ដើម្បីអាច scan នៅគណនីឬក៏នៅការថេរលុយពី ABA ទៅគណនី True Money របស់យើងបានអ្នកទាំងអស់គ្នាអាចចូលទៅកាន់ឬក៏ធ្វើការនៅក្នុងការបើក app គណនី True Money របស់អ្នកទាំងអស់គ្នាជាមុនបន្ទាប់មកអ្នកត្រូវការទៅរកនៅ KHQR code របស់យើងដែលនៅបង្ហាញនេះដែរខ្ញុំសូមទៅរក KHQR code របស់ខ្ញុំនេះគឺជា KHQR code របស់ខ្ញុំបងប្អូនទាំងអស់គ្នាដែលយើងអាចប្រើប្រាស់ក៏ដូចជាយើងអាច download ក្នុងការ save នៅក្នុងការប្រើប្រាស់ផ្សេងបន្តទៀតដូចគ្នាផងដែរខ្ញុំចុចកន្លែង download នៅកន្លែងនេះដែលខ្ញុំបានគូររង្វង់នៅបងប្អូនទាំងអស់គ្នាសូមមើលទៅបន្ទាប់មកខ្ញុំចុចពាក្យថា save image នៅកន្លែងនេះបាទសម្រាប់ខ្ញុំប្រើ iPhone អញ្ចឹងខ្ញុំចុចពាក្យ allow នៅកន្លែងនេះអូខេអញ្ចឹងគណនីឬក៏ save QR code របស់ខ្ញុំត្រូវបានបង្កើតឬក៏ប្រើប្រាស់នៅក្នុងការ save រួចរាល់ហើយអញ្ចឹងខ្ញុំត្រូវការបើកនៅក្នុង app ABA ដើម្បីដំណើរការនៅការទទួលលុយពីគណនី ABA របស់ខ្ញុំមកក្នុងគណនី True Money នេះផ្ទាល់ខ្ញុំបើកគណនី ABA របស់ខ្ញុំនេះគឺជាគណនី ABA របស់ខ្ញុំហើយបងប្អូនទាំងអស់គ្នាបានឃើញហើយបងប្អូនទាំងអស់គ្នាខ្ញុំនឹងយកពាក្យ ABA scan នៅកន្លែងនេះដើម្បីទូទាត់ឬក៏ប្រើជាមួយនឹងការវាលុយជាមួយនឹង KHQR code របស់ខ្ញុំនឹងសូមរងចាំបន្តិចដោយសារតែមានបញ្ហារអាក់រអួលជាមួយនឹងអ៊ីនធឺណិតបាទអូខេឥឡូវនេះយើងអាចដំណើរការវិញហើយបន្ទាប់មកអ្នកនរគ្នាចុច ABA scan នៅកន្លែងនេះបន្ទាប់ពី scan មកខ្ញុំចុចពាក្យថាបើក QR code នៅកន្លែងនេះអញ្ចឹងនេះគឺជា KHQR code របស់ខ្ញុំហើយខ្ញុំចុចពាក្យ load នៅកន្លែងនេះបន្ទាប់មកគេឲ្យបំពេញនៅចំនួនលុយដែលយើងចង់ផ្ញើជាចំនួនរៀលក៏បានជាចំនួនដុល្លារក៏បានដែរផ្ញើទៅថ្ងៃនេះគឺខ្ញុំនឹងផ្ញើលុយទៅចំនួន$1ដើម្បីបង្ហាញបាទអញ្ចឹងខ្ញុំដូរពីគណនីរៀលនៅកន្លែងនេះខ្ញុំដាក់ជាដុល្លារអូខេបន្ទាប់ពីដុល្លារហើយខ្ញុំចុច$1នៅកន្លែងនេះខ្ញុំនឹងផ្ញើលុយ$1នេះទៅតាម KHQR code ហើយចាំមើលតើនឹងទទួលបានជោគជ័យឬអត់ខ្ញុំចុចពាក្យថាបង់ឥឡូវនេះបន្ទាប់មកខ្ញុំត្រូវការបំពេញលេខកូដសុវត្ថិភាពរបស់ខ្ញុំអញ្ចឹងខ្ញុំបំពេញសិនបងប្អូនទាំងអស់គ្នាបាទឥឡូវនេះខ្ញុំបានធ្វើការរួចរាល់ហើយនៅក្នុងការផ្ទេរលុយចំនួន$1ចូលទៅក្នុងគណនី True Money ខ្ញុំនឹងទៅបើកកម្មវិធី True Money ដើម្បីឲ្យបង្ហាញឲ្យបងប្អូនទាំងអស់គ្នាមើលឃើញបន្តស្ដីអ្នកនរគ្នាអញ្ចឹងខ្ញុំនឹងបើកកម្មវិធី True Money នៅកន្លែងនេះបន្ទាប់មកនៅក្នុងពេលនេះដែរខ្ញុំធ្វើការនៅក្នុងការ scan មុខបាញ់មិញហើយខ្ញុំទៅមើលនៅការទូទាត់ប្រតិបត្តិការទាំងអស់គ្នានៅកន្លែងនេះខ្ញុំឃើញពាក្យប្រអប់សារនៅកន្លែងនេះអញ្ចឹងខ្ញុំចុចពាក្យប្រអប់សារហើយគេដាក់ថាអ្នកបានទទួល$1ទៅក្នុងគណនីរបស់អ្នកនៅថ្ងៃនេះបាទអញ្ចឹងនេះគឺជាប្រតិបត្តិការរបស់ខ្ញុំបាទបងប្អូនទាំងអស់គ្នាអាចមើលឃើញបានគឺខ្ញុំទទួលបាន$1ពេញនៅក្នុងការដាក់ប្រាក់ចូលនៅក្នុងគ
ករណីរបស់ខ្ញុំតាមរយៈការ transfer ពី ABA មកអញ្ចឹងបងប្អូនទាំងអស់គ្នាងាយស្រួលខ្លាំងមែនទែននៅក្នុងការប្រើ KHQR code បន្ទាប់ពីអ្នកនរគ្នាដំឡើងករណីរួចជាមួយនឹង True Money account នៅពេលដែលអ្នកនរគ្នា scan KHQR តាមរយៈ ABA មក True Money ហើយផ្សេងលុយគឺមានសុវត្ថិភាពហើយដូចអ្វីដែលខ្ញុំបានបង្ហាញនឹងឯងនៅវីដេអូរបស់ខ្ញុំស្ដីអំពីរបៀបវេលុយពីករណី True Money ទូរស័ព្ទដៃទី1របស់យើងទៅករណី True Money account ផ្សេងមួយទៀតឬក៏ទៅករណីបងប្អូនដទៃយើងដែលប្រើ True Money ដូចគ្នាដែលបំពេញមុខងារនៅការ upgrade account ការដំឡើងករណីរួចហើយនឹងវីដេអូភ្ជាប់ជាមួយនឹងរបៀបនៃការវេលុយពី ABA ទៅ True Money តាមរយៈ KHQR code នឹងមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ដូច្នេះសូមកុំភ្លេចចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីៗជារៀងរាល់ថ្ងៃពី Channel Video Resource ផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាបន្តទៀតនៅថ្ងៃ